បាទសួស្តីបងប្អូនសិក្សាអ្នកសិស្សទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំឆ្លៀតពេលវេលាបាទដើម្បីធ្វើវីដេអូចែកជូនដល់បងប្អូនសិក្សាអ្នកសិស្សទាំងអស់គ្នាសិក្សាជាបន្តបន្ទាប់បាទដោយសារតែប្រហែលថ្ងៃនេះខ្ញុំរវល់អត់បានចេញមេរៀនសៀវភៅថ្នាក់ទី5នេះជូនបងប្អូនសិក្សាអ្នកសិស្សទេបាទហើយថ្ងៃនេះគឺថាមេឃភ្លៀងបាទបងប្អូនទាំងអស់គ្នាយើងអាចថានឹងមានការរំខានទៅដល់ការសិក្សារបស់បងប្អូនបាទប៉ុន្តែយើងបើខ្ញុំអត់ឆ្លៀតគឺខ្ញុំអត់មានពេលទេបងប្អូនបាទដោយសារតែខ្ញុំនៅផ្ទះគឺអត់មានស្ទីឌីយោអីដើម្បីយើងបិទបាំងនៅសំឡេងរំខានពីក្រៅទេបាទហើយបើមិនឆ្លៀតគឺអត់មានពេលធ្វើបាទអញ្ចឹងគឺថាទំនេរពេលណាគឺខ្ញុំធ្វើពេលហ្នឹងបាទអញ្ចឹងក្នុងមេរៀនទី5បាទសៀវភៅថ្នាក់ទី5នេះគឺខ្ញុំធ្វើការបង្រៀនក្នុងមួយវីដេអូតែមួយទំព័រទេបាទអត់ធ្វើដូចនៅមេថ្នាក់សៀវភៅថ្នាក់ទី4ទេគឺខ្ញុំធ្វើមួយមេរៀនគឺចប់តែម្ដងបាទប៉ុន្តែវាយូរអាច10នាទី10នាទីជាងទៅ20នាទីបានចប់មួយមេរៀនបាទហើយសម្រាប់មកភៅថ្នាក់ទី5នេះបាទគឺខ្ញុំធ្វើការបង្រៀនលម្អិតបាទមួយហើយខ្ញុំធ្វើតែមួយទំព័រទេបាទក្នុងមួយវីដេអូអញ្ចឹងក្នុងមួយចម្ពោះគឺមាន5មេរៀនបាទក្នុងមួយចម្ពោះមាន5មេរៀនក្នុងមួយមេរៀនខ្លះមាន4ទំព័រទៅ5ទំព័របាទអញ្ចឹងក្នុងមួយមេរៀនយើងអាចមានក្នុងមួយមេរៀនអាចមាន5វីដេអូគឺ4ទៅ5វីដេអូបានចប់បាទបានចប់មួយមេរៀនបាទហើយនៅពេលដែលចប់មួយមេរៀនចាំខ្ញុំមកកាត់បញ្ចូលគ្នាបាទទាំងកាត់បញ្ចូលគ្នាអាចមួយមេរៀនយ៉ាងក្នុងមួយមេរៀនអាចចូលទៅ20នាទីឬក៏30នាទីហើយបាទអញ្ចឹងបងប្អូនចង់មើលខ្លីចង់មើលវែងបាទចឹងតោះកុំឲ្យយូរបាទយើងទៅសិក្សាទាំងអស់គ្នាគឺយើងសិក្សាទៅលើ chapter 1 soap and shopping បាទ soap and shopping ហើយយើងសិក្សាទៅលើ unit 1 selling food បាទអញ្ចឹងមុននឹងយើងសិក្សាទៅលើមេរៀនរបស់យើងគឺយើងត្រូវដឹងអំពីពាក្យកន្លឹះមួយចំនួនបាទដូចជាពាក្យ fish នេះណាពាក្យ fish យើងប្រែថាត្រីបាទ fish យើងប្រែថាត្រី garlic យើងប្រែថាខ្ទឹមសហើយ honey គឺទឹកឃ្មុំបាទ ice cream យើងប្រែថាក្រែម ice cream jam យើងប្រែថាដំណាប់ jam ដំណាប់បាទមួយទៀតគឺពាក្យ shop បាទ shop ហាង shopping ការដើរទិញអីវ៉ាន់ sell ថាលក់ sell លក់ selling làកំពុងលក់បាទ food យើងប្រែថាម្ហូបបាទតោះឥឡូវយើងចូលទៅមេរៀនរបស់យើងតែម្ដងគឺ chapter 1 យើងប្រែថាជំពូកទី1 shop and shopping shop យើងប្រែថាហាងនិងការដើរទិញអីវ៉ាន់បាទ unit 1 មេរៀនទី1 selling food ការលក់ម្ហូបបាទការលក់ម្ហូប Session A គឺ vocabulary Session A vocabulary យើងប្រែថាវគ្គស័ព្ទណាដែលយើងនិយាយឲ្យយល់ន័យទៅគឺថាពាក្យកន្លឹះបាទពាក្យកន្លឹះដូចជានេះពាក្យមាន fish garlic honey ice cream jam ចឹងនៅក្នុងមេរៀនរបស់យើងគេឲ្យយើង look at the picture ថាក្រឡេកមើលរូបភាពបាទ listen and repeat ស្ដាប់ហើយនឹងថាតាម fish ត្រី garlic ខ្ទឹមស honey ទឹកឃ្មុំ
ice cream jam បាទ jam យើងប្រែថាដំណាប់ jam ដំណាប់ ice cream ការ៉េម honey ទឹកឃ្មុំ garlic ខ្ទឹមស fish ត្រីបាទនេះចូលទៅ B គឺ spelling គឺ spelling ការប្រកប spell each word in the box with your partner ប្រកបពាក្យនីមួយៗបាទប្រកបពាក្យនីមួយៗ each នេះយើងប្រែថានីមួយៗប្រកបពាក្យនីមួយៗជាមួយនៅក្នុង in the box នៅក្នុងប្រអប់ជាមួយនឹងដៃគូរបស់អ្នកបាទ partner យើងប្រែថាដៃគូ your របស់អ្នក with ជាមួយ box ប្រអប់បាទនេះប្រអប់ហ្នឹងប្រអប់ទ្រវែងបាទវាជាពាក្យ fish garlic honey ice cream jam ហើយយ៉ាងពេលនេះគឺបងប្អូនសិក្សានៅសិស្សទាំងអស់គ្នាយើងចាប់ជាគូបាទចាប់ជាគូហើយយើងធ្វើការ spell ដូចជាពាក្យ fish please spell the word fish អញ្ចឹងមិត្តភ័ក្តិរបស់យើងឲ្យយើងប្រកបគាត់និយាយថា please spell the word fish សូមប្រកបពាក្យ fish នេះបាទអញ្ចឹង fish I spell F I S A បាទយើងមកយើងចង់ពាក្យ garlic please spell the word garlic please spell the word honey please spell the word ice cream please spell the word jam បាទអញ្ចឹងយើងធ្វើការរៀនប្រកបទាំងអស់គ្នាប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់មេរៀននេះបាទខ្ញុំសិក្សាត្រឹមពី session A មកដល់ session B បាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងហើយចាំតាមដាននៅវីដេអូក្រោយទៀតបាទដែលយើងនឹងសិក្សាទៅលើ session C បាទអញ្ចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទពីវីដេអូមុនគឺយើងសិក្សាចំណុច A ហើយនិង B បាទឥឡូវនេះគឺយើងមកសិក្សានៅចំណុច C reading បាទ reading ថាការអានបាទ session C ការ reading ការអាន number 1 listen to your teacher and repeat បាទថាស្ដាប់គ្រូរបស់អ្នកហើយថាតាមអញ្ចឹង listen យើងប្រែថាស្ដាប់ to your របស់អ្នក teacher គ្រូបង្រៀន and repeat ថាតាមអញ្ចឹងមុននឹងយើងចូលទៅការអាននៅអត្ថបទនេះបាទការអានអញ្ចឹងយើងទៅដឹងពីពាក្យកន្លឹះមួយចំនួនគឺជាពាក្យ husband បាទ husband គឺយើងប្រែថាប្តី miss បាទ miss យ៉ាងថា miss គឺអ្នកស្រី miss អ្នកស្រី honey បាទ honey គឺទឹកឃ្មុំ different គឺភាពខុសគ្នាបាទខុសគ្នា jam យើងប្រែថាដំណាប់ jam ដំណាប់ហើយពាក្យ shop ហាង shopping ការដែលទិញអីវ៉ាន់ shopping sell លក់ selling កំពុងលក់ seller គឺអ្នកលក់បាទអញ្ចឹង selling និង seller យ៉ាងខុសគ្នា3ហ្នឹងបាទអ្នកលក់កំពុងលក់បាទតោះឥឡូវយើងចូលអានអត្ថបទរបស់យើងតែម្ដង number 1 you listen to your teacher and repeat ដែលស្ដាប់គ្រូរបស់អ្នកហើយថាតាម Miss Linda and her husband are seller they sell many things in their different shop she sells fish and garlic her husband sell ice cream honey and jam បាទអញ្ចឹងយើងធ្វើការបកប្រែទាំងអស់គ្នាមក Miss Linda and her husband are seller ថាអ្នកស្រី Linda ហើយនិងប្តីរបស់គាត់គឺជាអ្នកលក់បាទ
យើងមិនថាអ្នកស្រី Linda ហើយនឹងប្តីរបស់គាត់ហ្នឹងគឺជាអ្នកលក់ seller ក៏ថាអ្នកលក់បាទ E គឺជាបាទអញ្ចឹងអ្នកស្រី Linda និងប្តីរបស់នាងហ្នឹងគឺជាអ្នកលក់បាទ They sell many things in their different shop ពួកគេលក់របស់របរជាច្រើនក្នុងហាងរបស់ពួកគេផ្សេងពីគ្នាបាទអញ្ចឹងមកថាពួកគាត់នឹងលក់របស់របរជាច្រើនបាទលក់របស់របរជាច្រើននៅហាងផ្សេងពីគ្នាអញ្ចឹងប្តីគាត់លក់ផ្សេងគាត់លក់ផ្សេងណា They sell many things in their different shop ណាអញ្ចឹងពួកគាត់ថាពួកគាត់លក់របស់របរជាច្រើននៅថានៅហាងផ្សេងពីគ្នាបាទថាគាត់លក់ហាងពីផ្សេងគ្នាបាទ She sell fish and garlic តានាងនឹងលក់បាទថាប្រពន្ធរបស់គាត់លក់ត្រីហើយនឹងខ្ទឹមសបាទនាងលក់ត្រីហើយនឹងខ្ទឹមសបាទថាប្រពន្ធគាត់លក់ត្រីហើយនឹងខ្ទឹមស Her husband sell ice cream honey and jam ហើយប្តីរបស់នាងលក់ការ៉េមទឹកឃ្មុំហើយនឹងដំណាប់បាទហើយថាប្តីរបស់គាត់ហ្នឹងគឺលក់ការ៉េមហើយនឹងទឹកឃ្មុំហើយនឹងដំណាប់អញ្ចឹងពីអ្នកប្តីប្រពន្ធគាត់ហ្នឹងលក់ផ្សេងគ្នាបាទឥឡូវយើងចូលទៅដល់ number 2 ask and answer the question ស៊ូនឹងឆ្លើយសំណួរបាទស៊ូនឹងឆ្លើយសំណួរអញ្ចឹងគឺយើងមាននេះគឺមានសំណួរហើយនឹងចម្លើយបាទ What does she sell in her shop តានាងលក់អ្វីនៅក្នុងហាងរបស់នាង She sell fish បាទ She sell fish ហើយនេះគឺយើងដាក់អីនេះអីគេខ្ទឹមសបាទ She sell garlic បាទកន្លែងនេះយើងដាក់ garlic មកបាទ What does he sell in his shop តើគាត់លក់អ្វីនៅក្នុងហាងរបស់គាត់បាទ What does he sell in his shop តើគាត់លក់អ្វីនៅក្នុងហាងរបស់គាត់អញ្ចឹង he sell យើងមើលរូបភាពមក he sell honey បាទគាត់លក់ទឹកឃ្មុំ he sell ice cream គាត់លក់ការ៉េម he sell jam គាត់លក់ដំណាប់ហើយសម្រាប់វីដេអូនេះហើយ session C នេះបាទគឺមកដល់ទីបញ្ចប់អញ្ចឹងយើងចាំសិក្សានៅ session D ជាបន្តទៀតបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងរាល់កំហុសឆ្គងឬក៏បងប្អូនតាមមិនទាន់ចឹងអាច comment នៅក្រោមវីដេអូខ្ញុំនឹងឆ្លើយតបបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណសូមជម្រាបលាបាទសួស្តីបងប្អូនសិក្សានៅសាស្ត្រទាំងអស់គ្នាបាទអញ្ចឹងនៅថ្ងៃមុនវីដេអូមុនគឺយើងសិក្សានៅចំណុច C បាទអញ្ចឹងថ្ងៃនេះគឺយើងមកសិក្សានៅ session D ម្ដងបាទ session D គឺ conversation បាទ conversation នៅការសន្ទនាបាទអញ្ចឹងយើងមុននឹងយើងចូលទៅការសន្ទនារបស់យើងទៅដឹងពីពាក្យកន្លឹះមួយចំនួនបាទគឺជាពាក្យ husband យើងប្រែថាប្តីបាទ husband ប្តី miss អ្នកស្រី honey ទឹកឃ្មុំ different បាទ different ថាខុសគ្នាភាពខុសគ្នា jam យើងប្រែថាដំណាប់ shop ហាង shopping ការដើរទិញអីវ៉ាន់ sell ទៅលក់ selling កំពុងលក់ seller គឺអ្នកលក់បាទតោះឥឡូវយើងចូលទៅសិក្សា conversation របស់យើងតែម្ដង Number 1 Listen to your teacher and repeat ស្ដាប់គ្រូរបស់អ្នកហើយថាតាម
ចឹងតួអង្គថ្ងៃនេះគឺការសន្ទនាគឺមាន Miss Linda ហើយនិងរដ្ឋាបាទ Miss Linda និងរដ្ឋាចឹង Miss Linda នៅពេលដែលជួបរដ្ឋាថា Can I help you Can I help you ចឹងនៅពេលដែលគាត់ឃើញរដ្ឋាដើរចូលទៅកន្លែងហាងរបស់គាត់ក៏សួរថា Can I help you តើអ្នកទិញអ្វីបាទតើអ្នកត្រូវការទិញអ្វីចឹងរដ្ឋាឆ្លើយថា Yes I want to buy 3 fish please បាទខ្ញុំត្រូវការទិញត្រី3បាទ 3 fish ត្រី3 3នេះគឺ3នេះគឺយើងប្រែថាដូច3បាទ buy ទិញបាទ Yes I want to buy 3 fish please បាទគាត់ថាបាទខ្ញុំត្រូវការទិញត្រី3 what else do you want what else do you want តើអ្នកត្រូវការទិញអីផ្សេងទៀតទេយើងរដ្ឋាឆ្លើយថា I want garlic please I want garlic please តែខ្ញុំត្រូវការទិញខ្ទឹមសបន្ថែមបាទខ្ញុំត្រូវការទិញខ្ទឹមស Here you are here you are here you are យើងអ្នកស្រី Linda គាត់ក៏វិចខ្ចប់ខ្ទឹមហើយក៏គាត់ថា Here you are គាត់ក៏ហុចឲ្យបាទគាត់ហុចឲ្យយើងរដ្ឋាឆ្លើយថា Thank you ថាអរគុណច្រើនយើងអ្នកស្រី Linda ក៏សួរបញ្ជាក់ថា anything else មានត្រូវការទិញអីផ្សេងទៀតទេបាទមានត្រូវការទិញអីផ្សេងទេ anything else បាទពាក្យ here you are នេះណាហុចឲ្យបាទនេះត្រីឬក៏នេះខ្ទឹមសអញ្ចឹងណាបាទ anything else មានត្រូវការអីផ្សេងទៀតទេរដ្ឋាឆ្លើយថា no thanks ទេអត់មានត្រូវការទិញអីទៀតទេអរគុណយើងចូលដល់ number 2 practice with your partner practice with your partner គឺការអនុវត្តជាមួយនឹងដៃគូរបស់អ្នកបាទអញ្ចឹងយើងធ្វើការអនុវត្តជាមួយនឹងដៃគូរបស់យើងទៅហើយយើងធ្វើការស៊ូទិញស្អីក៏បានដែរបាទយើងយកគំរូខាងលើនេះមកបាទគេ Can I help you Can I help you តើអ្នកត្រូវការទិញអីបាទតើអ្នកត្រូវការទិញអី Yes I want to buy 3 fish I want to buy 3 fish បាទខ្ញុំត្រូវការទិញត្រី3 Here you are អញ្ចឹងពេលយើងទិញត្រីបានហើយគាត់វិចខ្ចប់ឲ្យគាត់ហុចឲ្យយើងអញ្ចឹងគាត់ឆ្លើយថាគាត់និយាយថា Here you are នេះណាតែយើងនិយាយភាសាសាមញ្ញថានេះបងនេះក្មួយនេះអូនអញ្ចឹងបាទ Thank you អរគុណច្រើន anything else មិនថាត្រូវការអីផ្សេងទៀតទេបាទ anything កន្លែងនេះយើងដាក់ L មក anything else មានត្រូវការអ្វីផ្សេងទៀតទេ no thanks ទេខ្ញុំអត់មានត្រូវការអីទៀតទេអរគុណច្រើនបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងបាទអញ្ចឹងយើងចាំជួបគ្នានៅមេរៀនបន្តទៅលើ session D session E បាទអញ្ចឹងយើងសិក្សាពី D រួចយើងសិក្សា E ម្ដងនៅវីដេអូក្រោយបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណបាទសួស្តីបងប្អូនសិក្សានិស្សិតអរគ្នាបាទអញ្ចឹងយើងវិលមកជួបគ្នាសាជាថ្មីនៅវីដេអូបន្តតែយើងមុននោះគឺយើងសិក្សាពី A B C D អស់ហើយអញ្ចឹងថ្ងៃនៅតំបន់ថ្មីគឺ E writing បាទគឺយើងបញ្ចប់មកមេរៀនរបស់យើងបាទយើងចូលដល់ E គឺ writing បាទ writing ការសរសេរ write the missing word in your notebook បាទយើងមុននឹងយើងចូលទៅមេរៀនរបស់យើងដឹងពាក្យកន្លឹះខ្លះបាទដូចជាពាក្យ missing បាទថាបាត់ដែលគ្មានបាទតែបាត់ដែលបានបាត់បាទ missing Miss អ្នកស្រី Linda អ្នកស្រីអានីទឹកឃ្មុំ different ខុសគ្នា jam ដំណាប់ shop ហាង shopping ការទៅទិញអីវ៉ាន់ sell លក់
selling កំពុងលក់ seller អ្នកលក់បាទអញ្ចឹង session E writing write the missing word in your notebook ទៅសេពាក្យដែលបានបាត់នៅក្នុងសៀវភៅកត់ត្រារបស់អ្នកតែនៅក្នុងសៀវភៅសរសេររបស់អ្នក notebook គឺថាសៀវភៅសរសេរបាទនៅក្នុងសៀវភៅសរសេររបស់អ្នកយើងដូចជាពាក្យ fish ពាក្យ garlic ពាក្យ honey ពាក្យ shell ហើយពាក្យ salt បាទអញ្ចឹងយើងមើលកន្លែងប្រយោគរបស់យើងមកហើយយើងធ្វើការបំពេញទាំងអស់គ្នា Miss Linda and her husband are seller តាអ្នកស្រី Linda និងប្តីរបស់គាត់នឹងគឺជាអ្នកលក់ They sell many things in their different shop ហើយយើងពួកគាត់លក់របស់របរច្រើនផ្សេងពីគ្នានៅក្នុងហាងរបស់គាត់បាទ She sell អញ្ចឹងប្តីនាងលក់ She sell អញ្ចឹងយើងមើលនៅមេរៀនរបស់យើងមុនគាត់លក់អ្វីបាទគឺគាត់លក់គឺ She sell fish and garlic បាទគឺគាត់លក់ខ្ទឹមសគាត់លក់ខ្ទឹមសហើយនឹងគាត់លក់ត្រីហើយនឹងខ្ទឹមសបាទនាងលក់ខ្ទឹមសកន្លែងនេះយើងដាក់she sell fish and garlic បាទ she sell fish and garlic អញ្ចឹងយើងអាចដាក់ garlic មុនក៏បានឬក៏ fish មុនក្រោយក៏បានតែយើងដាក់ fish តាដើម្បីវាត្រូវជាមួយនឹងមេរៀនរបស់យើងមុននោះបាទហើយបើយើងដាក់ fish ឬ garlic ក៏អត់ខុសដែរបាទនាងលក់ខ្ទឹមសហើយនឹងត្រី her husband ដល់ប្តីរបស់នាងលក់អីគេលក់ honey តែទឹកឃ្មុំ ice cream ហើយ fine jam បាទគឺគាត់លក់មេរៀនមុនគឺគាត់លក់អីគេខ្លះបាទយើងមើលនៅក្នុងរបស់យើងមក her husband ប្តីរបស់នាងលក់អីគេគឺ honey បាទប្តីរបស់នាងលក់ honey កន្លែងនេះយើងដាក់ honey ice cream អី her husband sell ice cream ហើយ shop យើង sell នេះយើងនៅកន្លែងនេះយើងដាក់ sell ដាក់ her husband sell កន្លែងនេះយើងដាក់ sell ice cream honey and jam បាទកន្លែងនេះយើងដាក់ honey កន្លែងនេះយើងដាក់ sell អូខេត្រង់វគ្គតិចបាទchung remember គឺថាការចងចាំការរំលឹកយើងកត់ចំណាំយើងចាំ remember យើងចងចាំជាពាក្យ fish garlic honey ice cream jam fish ត្រី garlic ខ្ទឹមស honey ទឹកឃ្មុំ ice cream ក្រែម jam ដំណាប់ what does she sell in her shop he or she sell fish garlic honey ice cream jam បាទសម្រាប់វីដេអូចំណុច E នេះគឺខ្ញុំមានតែប៉ុណ្ណឹងបាទតែបងប្អូនមិនទាន់ច្បាស់នៅចំណុច E បំពេញនេះអញ្ចឹងអាច comment នៅក្រោមវីដេអូបន្ថែមបាទអញ្ចឹងសូមអរគុណសូមជម្រាបលាចាំជួបគ្នានៅមេរៀនថ្មីបន្តទៀតបាទបាទសួស្តីបងប្អូនសិក្សានិស្សិតទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺយើងមកសិក្សានៅមេរៀនថ្មីបាទសម្រាប់ជំពូកទី1បាទហើយថ្ងៃនេះគឺយើងសិក្សាទៅលើ unit 2 អញ្ចឹង unit 1 គឺយើងបានរៀនរួចហើយបាទឥឡូវយើងចូលមកដល់ unit 2 selling food បាទអញ្ចឹងមុននឹងយើងចូលទៅដល់មេរៀនរបស់យើងត្រូវយល់ពីពាក្យមួយចំនួនបាទបងប្អូនបាទដូចជាពាក្យ lemon បាទ lemons
lemon ថាក្រូចឆ្មាបាទ mangoes ស្វាយ mango ផ្លែស្វាយ nuts nuts គឺគ្រាប់ធញ្ញជាតិគ្រាប់ធញ្ញជាតិហ្នឹងគឺគ្រាប់ដូចជាគ្រាប់ល្ពៅគ្រាប់ស្អីដែលគេសម្ងួតរួចហើយគេដាក់ក្នុងកំប៉ុងបាទដូចជាគ្រាប់ឈូកគ្រាប់អីបាទធញ្ញជាតិ orange 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 គឺផ្លែក្រូចគេហៅថា orange ផ្លែក្រូច H បាទ H H បាទ H H H ណានីមួយ H នីមួយពាក្យមួយទៀតគឺពាក្យសបគឺហាងបាទ shopping shopping គឺការដើរទិញអីវ៉ាន់បាទហើយ sell លក់ selling កំពុងលក់ fruit ផ្លែឈើបាទ fruit ផ្លែឈើអញ្ចឹងយើងចូលទៅអានមេរៀនរបស់យើងទាំងអស់គ្នាតែម្ដងបាទអញ្ចឹងការរំខានសំឡេងពីខាងក្រៅក៏សូមខន្តីអភ័យទោសផងបាទពុកម៉ែបងប្អូនបាទមានការរំខានតិចតួចបាទអញ្ចឹងយើងព្យាយាមរៀនទាំងអស់គ្នាបាទ letter A គឺ vocabulary vocabulary គឺពាក្យកណ្ដេសបាទ look at the picture ថាក្រឡេកមើលរូបភាព listen and repeat ស្ដាប់និងថាតាមបាទដូចជាពាក្យ lemons បាទ lemon តាំងកពិតពាក្យគឺអត់មាន s ទេបាទប៉ុន្តែនៅពេលដែលជាក្រូចឆ្មាចាប់ពី2ឡើងទៅយើងត្រូវថែម s lemons mangoes អញ្ចឹង mango នៅពេលដែលថែម s ទៅជា mangoes បាទ nuts orange បាទ orange យើងចូលទៅដល់ letter section B គឺ spelling ថាការប្រកបបាទ spelling ការប្រកប spell each word in the box with your partner spell each word in the box with your partner តើយើងប្រកបពាក្យទៅក្នុងប្រអប់ជាមួយនឹងដៃគូរបស់អ្នកបាទដូចជាពាក្យ lemon mango nuts orange បាទ please spell the word lemon យើងមានដៃគូយើងពីរនាក់មកយើងហាត់ប្រកបជាមួយគ្នា please spell the word lemon សូមប្រកបពាក្យក្រូចឆ្មាបាទសូមប្រកបពាក្យក្រូចឆ្មា lemon I spell L E M O N lemon I spell L E M O N lemon spell each word in the box with your partner អញ្ចឹងយើងធ្វើការប្រកបជាមួយនឹងមិត្តភ័ក្តិរបស់យើងមកបាទដើម្បីឲ្យយើងឆាប់ចេះឆាប់ចាំយើងធ្វើការប្រកបជាមួយគ្នាមកយើងឲ្យមិត្តភ័ក្តិយើងប្រកបមកយើងអាចឲ្យប្រកបម្ដងម្នាក់បាទ please spell the word mango please spell the word nut please spell the word orange បាទអញ្ចឹងសម្រាប់មេរៀននេះពីចំណុច A មកដល់ចំណុច B ខ្ញុំធ្វើការសិក្សាតែប៉ុណ្ណឹងហើយយើងចាំសិក្សាទៅចំណុច C ជាបន្តទៀតបាទអញ្ចឹងសារពេលវេលាខ្ញុំខ្លីបាទអញ្ចឹងខ្ញុំឆ្លៀតធ្វើវីដេអូខ្លីហើយតិចដើម្បីចែកជូនបងប្អូនសិក្សានិស្សិតបាទអញ្ចឹងបងប្អូនអាចចំណាយពេលក្នុងមួយថ្ងៃ4-5 នាទីដើម្បីយើងមកមើលនៅមេរៀនរបស់យើងដើម្បីយើងចែកបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទសួស្តីបងប្អូនសិក្សានិស្សិតទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺវិលមកជួបគ្នាសារជាថ្មីម្ដងទៀតដែលយើងនឹងសិក្សាទៅមេរៀនតរបស់យើងសិក្សាមកដល់ចំណុច C បាទគឺ section C reading យើងប្រែថាការអានបាទការអានអញ្ចឹងមុននឹងយើងចូលទៅធ្វើការអានអត្ថបទរបស់យើងនឹងបកប្រែអញ្ចឹងយើងទៅយល់ដឹងពីពាក្យកន្លឹះមួយចំនួនបាទអញ្ចឹងពាក្យកន្លឹះរបស់យើងដូចជាពាក្យ market បាទ market យើងប្រែថាផ្សារ
knife បាទ knife យើងប្រែថាកំបិតបាទ knife កំបិត cutting cutting យើងប្រែថាកំពុងកាត់បាទ cutting son son ប្រែថាកូនប្រុស school school សាលារៀនសាលាហើយពាក្យមួយទៀតគឺពាក្យ shop បាទហើយ shopping sell selling និងពាក្យ after after យើងប្រែថាបន្ទាប់ពាក្យ after យើងប្រែថាបន្ទាប់បាទអញ្ចឹងយើងទៅធ្វើការអានអត្ថបទរបស់យើងហើយយើងធ្វើការបកប្រែទាំងអស់គ្នា Number 1 គឺ listen to your teacher and repeat listen to your teacher and repeat listen យើងប្រែថាស្ដាប់បាទស្ដាប់ទៅគ្រូរបស់អ្នកបានថាស្ដាប់គ្រូរបស់អ្នក your នេះគឺថារបស់អ្នក teacher គ្រូបាទ and repeat ហើយថាតាម repeat យើងប្រែថាតាម Miss Kim has a fruit shop in the market she sell many fruit in her shop she sell lemon mangoes orange and nut her son help her after school he use a knife for cutting fruit យើងអានហើយយើងធ្វើការបកប្រែទាំងអស់គ្នា Miss Kim has a fruit shop in the market អ្នកស្រី Kim មានហាងផ្លែឈើមួយនៅក្នុងផ្សារ She sell many fruit in her shop តានាងបានលក់ផ្លែឈើជាច្រើននៅក្នុងហាងរបស់នាង She sell lemons mangoes oranges and nuts យើងនាងបានលក់តែនាងលក់ក្រូចឆ្មាផ្លែស្វាយក្រូចហើយនឹងដំណាប់បាទណាត់មាននឹងដំណាប់ដំណាប់ឯគឺក្របធញ្ញជាតិបាទនេះក្របធញ្ញជាតិ jam มันយើងប្រែថាដំណាប់ jam ដំណាប់ណាត់នេះគឺក្របធញ្ញជាតិដូចជាក្របបើមិញនេះសាររវល់បន្តិចឥឡូវយើងបន្តមកមេរៀនរបស់យើងបន្តទៀតណាត់នេះខ្ញុំបញ្ជាក់ណាត់នេះដូចជាប្រក្របឈូកក្របពៅក្របអីផ្សេងហ្នឹងអាគេច្រកកំប៉ុងសំងួតអីហ្នឹងគេហៅថាក្របធញ្ញជាតិបាទ Her son help her after school បានថាកូនប្រុសរបស់នាងបាទ her son នេះគឺថាកូនប្រុសរបស់នាង help her after school គាត់ថាជួយនាងបន្ទាប់ពីមកពីសាលាបាទអញ្ចឹងនៅពេលដែលគាត់តនេពីសាលាគឺគាត់ជួយម្ដាយរបស់គាត់លក់អញ្ចឹងកូនប្រុសរបស់នាងបានជួយគាត់ជួយនាងពេលដែលគាត់មកពីសាលារៀនវិញបាទ he use a knife for cutting fruit គាត់បានប្រើកំបិតបានថាប្រើកូនកំបិតមួយនឹងសម្រាប់កាត់ផ្លែឈើយើងគាត់បានប្រើកំបិតមួយសម្រាប់កាត់ផ្លែឈើបាទនេះគឺកំបិតបាទ knife នេះគេថាប្រែថាកំបិតfor cutting សម្រាប់កាត់ for cutting សម្រាប់កាត់ផ្លែឈើ fruit ផ្លែឈើហើយយើងចូលទៅ number 2 ask and answer the question បាទសួរនិងឆ្លើយសំណួរបាទសួរនិងឆ្លើយនៅសំណួរបាទអានេះយើងប្រែថាសួរ and និង answer ចម្លើយ the question និងសំណួរបាទ What does she sell in her shop
the what does she sell in her shop តើនាងលក់អ្វីនៅក្នុងហាងរបស់នាងតើនាងបានលក់អ្វីនៅក្នុងហាងរបស់នាងអញ្ចឹងគាត់លក់ដូចជា she sell lemon អានេះ lemon she sell nut she sell oranges បាទ she sell mangoes បាទ she sell mangoes អញ្ចឹងយើងមកពេញមកកន្លែងនេះយើងដាក់ nuts បាទ nut គឺក្របធម្មជាតិធញ្ញជាតិក្របធញ្ញជាតិshe sell orange បាទកន្លែងនេះយើងដាក់ orange បាទហើយនេះយើងដាក់ mangoes បាទ mangoes បាទហើយសម្រាប់មេរៀននេះគឺខ្ញុំមានតែប៉ុណ្ណឹងបាទហើយបើសិនជាមានការខុសឆ្គងឬក៏កន្លែងណាមិនច្បាស់បងប្អូនអាច comment នៅក្រោមវីដេអូនេះទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណហើយយើងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទឥឡូវថ្ងៃមុនយើងសិក្សាអំពី C រួចហើយគឺយើងសិក្សាអំពីអត្ថបទឬថាការ reading បាទឥឡូវនេះយើងចូលដល់ session D គឺ conversation បាទ session C គឺ conversation number 1 គឺ listen to your teacher and repeat ស្ដាប់គ្រូរបស់អ្នកហើយនឹងថាតាមបាទអញ្ចឹងមុននឹងចូលមេរៀនរបស់យើងយកពីពាក្យកន្លឹះមួយចំនួនបាទអត់មានអីប្លែកទេយើងគ្រាន់បន្ថែមពាក្យកន្លឹះខ្លះយើងដូចជាពាក្យ market បាទ market យើងប្រែថាផ្សារ ណៃកំបិតកំបិត cutting កាត់សម្រាប់កាត់ anything អ្វីមួយឬក៏វត្ថុបែបណាមួយបាទពាក្យ school គឺសាលារៀន shop ហាង shopping ក៏ដាក់ទិញអីវ៉ាន់ sell លក់ selling កំពុងលក់ after យើងប្រែថាបន្ទាប់បាទអញ្ចឹងយើងផ្លែកទៅពាក្យ anything មួយទេបាទ anything ថាអ្វីមួយឬក៏វត្ថុបែបណាមួយយើងចូលទៅអាននៅ conversation របស់យើងទាំងអស់គ្នាគឺ Miss Kim បាទ Miss Kim can I help you តើអ្នកត្រូវការទិញអ្វីបាទនៅទៅពេលដែលអ្នកស្រីគឹមជួបនឹងរិទ្ធីគាត់សួរថាតើអ្នកត្រូវការទិញអ្វីយ៉ាងរិទ្ធីឆ្លើយថា Yes I want to buy mangoes please បាទ Yes I want to buy mango please បាទខ្ញុំត្រូវការទិញស្វាយយ៉ាងអ្នកស្រីគឹមក៏សួរបន្តទៀតថា What else do you want to buy What else do you want to buy តើអ្នកត្រូវការទិញអ្វីបន្ថែមទៀតទេឬក៏ផ្សេងទៀតទេបាទយើងរិទ្ធីឆ្លើយថា I want to buy oranges please I want to buy orange juice please ដែលខ្ញុំត្រូវការទិញក្រូចមួយចំនួនបាទ Here you are យ៉ាង Here you are គាត់ថានេះណែបើន័យថាគឺគាត់វិចខ្ចប់ផ្លែឈើច្រកផ្លែឈើឲ្យយើងហើយគាត់ក៏ហុចឲ្យយើងដោយគាត់និយាយថា Here you are ថាគាត់ថាហុចឲ្យនេះណែអានឹងរបៀបថាដូចយើងទិញផ្លែឈើហ្នឹងគេហុចឲ្យយើងណែបងណែប្អូនបាទអញ្ចឹងកន្លែង Here you are គឺមានន័យអញ្ចឹង Thank you អរគុណច្រើន Anything else តើមានអ្វីផ្សេងទៀតទេបាទអញ្ចឹងអ្នកស្រីគឹមសួរថា anything else អញ្ចឹងគាត់សួរបញ្ជាក់តើមានត្រូវការអ្វីបន្ថែមទៀតទេយ៉ាងរិទ្ធីក៏ឆ្លើយថា Yes I want not please អូខ្ញុំត្រូវការដំណាប់ក្របធញ្ញជាតិបន្ថែមបានថាក្របកំប៉ុងក្របអីគេច្រកហ្នឹងខ្ញុំត្រូវការបន្ថែមបាទឥឡូវយើងចូលដល់ number 2 គឺ practice with your partner តែមាន A B AB បាទអញ្ចឹងការសន្ទនាយើងនៅកន្លែងហ្នឹងគឺយើងបំពេញឲ្យយើងអនុវត្តជាមួយនឹងដៃគូរបស់យើងអញ្ចឹងយើងធ្វើការអនុវត្តជាមួយដៃគូរបស់យើង
dừng gì mà can I help you yes I want to buy là dừng tình xoài bây giờ tình xoài thế dừng tình ấy kì tình lemon nhưng là lemon mà lemon here you are thank you anything else có lấy này là anything else yes I want ấy kì là dừng từ ca là dừng từ ca nát nhưng đã nát màu và dừng từ ca apple nhưng tất cả apple màu orange màu lemon màu và nóคือสำคัญเลยយើងអនុវត្តទាំងអស់គ្នានៅវីដេអូចំណុច C ហ្នឹងបាទអញ្ចឹងសម្រាប់វីដេអូខ្លីៗនេះគឺខ្ញុំមានតែប៉ុណ្្នឹងបាទហើយបងប្អូនចំណាយពេលបន្តិចមកដើម្បីយើងចេះទាំងអស់គ្នាបាទព្យាយាមតិចទៅគឺយើងចេះយើងអាចអានបានយើងអាចប្រកបបានបាទគាត់តែឃើញយើងអាចចេះយើងអាចធ្វើការបកប្រែបានបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងចាំជួបគ្នាវីដេអូក្រោយទៀតបាទថ្ងៃមុនគឺយើងសិក្សាពីចំណុច D បាទគឺ conversation អញ្ចឹងថ្ងៃនេះគឺយើងសិក្សាទៅលើចំណុច E គឺ section E writing គឺថាការសរសេរបាទហើយពាក្យកន្លឹះរបស់យើងអត់មានអីប្លែកទេបាទដូចជាពាក្យ market knife cutting anything else or anything បាទ school សាលា shop ហាង shopping ការដេញទិញអីវ៉ាន់ sell លក់ selling ការលក់ after គឺបន្ទាប់អញ្ចឹងយើងមានពាក្យអីប្លែកទេអញ្ចឹងយើងទៅធ្វើការអាននិងបកប្រែទាំងអស់គ្នា writing យើងប្រែថាការអានបាទយកការសរសេរ writing គឺការសរសេរ write the missing word in your notebook យើងឲ្យយើងសរសេរពាក្យដែលបានបាត់ចូលទៅក្នុងសៀវភៅរបស់អ្នកចូលទៅក្នុងសៀវភៅសរសេររបស់អ្នក notebook គឺសៀវភៅសរសេរបាទព្រោះយើងកត់ចំណាំហ្នឹងបាទដូចជាពាក្យ fruit បាទ lemon market nuts orange បាទអញ្ចឹងយើងធ្វើមើលនៅលើពាក្យហ្នឹងហើយយើងធ្វើការបំពេញនៅនេះមកដែលយើងទៅមើលអត្ថបទរបស់យើងនៅចំណុចC បាទ section C ណាបាទយើងថា Miss Kim a fruit shop in the market she sells many fruit បាទកន្លែងនេះគឺ fruit in her shop បាទនេះថានាងបានលក់ផ្លែឈើជាច្រើននៅក្នុងហាងរបស់នាង she sell lemon បាទ she sell lemon mangoes fruit and nuts បាទយើងមិនន័យថាកន្លែងនេះគឺយើង she sell lemon mangoes បាទហើយកន្លែងនេះយើងដាក់ orange ហើយនឹង and nuts her son help her after school ដែលថាកូនប្រុសរបស់គាត់នឹងបានជួយគាត់បន្ទាប់ពីមកពីសាលាបាទអញ្ចឹង clear នេះគឺកូនប្រុសរបស់គាត់បានជួយគាត់នៅពេលដែលកូនប្រុសរបស់គាត់នឹងមកពីសាលា he used a knife for cutting fruit បាទអញ្ចឹងគាត់បានប្រើកាំបិតសម្រាប់កាត់ផ្លែឈើ remember តែការចងចាំ fruit ផ្លែឈើ lemon ក្រូចឆ្មា mangoes ស្វាយ nuts គ្រាប់ធញ្ញជាតិ orange ក្រូចពោធិ៍សាត់ what does she sell in her shop បាទ she sell fruit she sell lemon she sell mangoes she sell nuts she sell oranges បាទហើយសម្រាប់ session E គឺខ្ញុំមានតែប៉ុណ្ណឹងបាទហើយបើសិនជាបងប្អូនឆ្ងល់ឬក៏មិនទាន់ច្បាស់នៅកន្លែងយើងប្រពេញនេះយើងអាច comment នៅក្រោមវីដេអូអរគ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទអញ្ចឹងសម្រាប់
មេរៀនទី2គឺយើងបានចប់ហើយយើងនឹងបន្តទៅសិក្សាមេរៀនទី3របស់យើងជាបន្តទៀតបាទ